តែអ្នកដឹងទេថាជួរភ្នំណាដែលវែងជាងគេបំផុតរបស់ពិភពលោកនៅពេលដែលគេនិយាយអំពីកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកច្បាស់ណាស់គេប្រកាសជាគិតដល់ភ្នំអេវេរ៉េសដែលលាតសន្ធឹងខ្លួនតាមបណ្ដោយជួរភ្នំហេម៉ាឡៃមានកម្ពស់ខ្ពស់ត្រដែតកប់ពពករះនៅលើព្រំដែននេប៉ាល់និងប្រទេសចិនចុះជួរភ្នំដែលវែងជាងគេបំផុតវិញនៅក្នុងប្រវែងប្រមាណ 7,000 គីឡូម៉ែត្រឬ 4,350 ម៉ាយនិងទទឹងជាមធ្យម 500 គីឡូម៉ែត្រជួរភ្នំ Andes ត្រូវបានគេចាត់ទុកថាជាជួរភ្នំដែលវែងជាងគេបំផុតរបស់ពិភពលោកជួរភ្នំនេះស្ថិតនៅភាគខាងលិចបំផុតនៃទ្វីបអាមេរិកខាងត្បូងលាតសន្ធឹងកាត់ប្រទេសចំនួន 7 គឺប្រទេសវេណេស៊ុយអេឡា កូឡុំបៀ អេក្វាឌ័រ ប៉េរូ បូឡាវី ឈីលីរហូតដល់ចុងនៃទ្វីបប្រទេសអាសង់ទីនយោងទៅតាម website របស់សាកលវិទ្យាល័យខាងកិច្ចការស្រាវជ្រាវ Rochester ជួរភ្នំ Andes កើតឡើងពីការរុញចូលនៃផ្លាតតិកតូនិករបស់មហាសមុទ្រ Nazca Oceanic Plate ទៅក្រោមនៃផ្លាតតិកតូនិករបស់ទ្វីបអាមេរិកខាងត្បូងឬ South American Continental Plate ដែលធ្វើឲ្យសម្បកទ្វីបប៉ោងឡើងនិងកាន់តែក្រាស់រហូតមានរូបរាងជាភ្នំដល់សព្វថ្ងៃនេះជួរភ្នំ Andes មានលក្ខណៈពិសេសនិងមានសារៈសំខាន់ជាច្រើនដែលជាប់ពាក់ព័ន្ធជាមួយនឹងភ្នំនេះទី1ភ្នំភ្លើងមានភ្នំភ្លើងជាច្រើននៅក្នុងតំបន់នេះរួមមានភ្នំភ្លើង Cotopaxi និង Chimborazo នៅប្រទេសអេក្វាឌ័រភ្នំភ្លើង Nevado del Ruiz នៅប្រទេសកូឡុំប៊ីនិងភ្នំភ្លើង Osorno នៅប្រទេសឈីលីទី2អាងទឹកសាបសំខាន់ៗដូចជាបឹងទីទីកាកាដែលស្ថិតនៅរវាងប្រទេសប៉េរូនិងបូឡាវីគឺជាបឹងដែលនាវាអាចធ្វើដំណើរបានខ្ពស់ជាងគេបំផុតនៅលើពិភពលោកទី3ជីវៈចម្រុះជួរភ្នំ Andes មានតំបន់អេកូឡូស៊ីជាច្រើនរួមមានព្រៃឈើត្រូពិកវាលស្មៅខ្ពស់ផារ៉ាម៉ូជម្រាលភ្នំដែលគ្របដណ្ដប់ដោយព្រៃនិងតំបន់ខ្ពង់រាប Altiplano ដែលជាតំបន់ខ្ពស់ស្ងួតនៅភាគកណ្ដាលនៃជួរភ្នំទី4អរិយធម៌បុរាណធ្លាប់ជាតំបន់រស់នៅរបស់អរិយធម៌ធំៗដូចជា Inca, Tiwanaku និង Wari ទីក្រុងបុរាណមាន Machu Picchu នៅប្រទេសប៉េរូគឺជាទីតាំងប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយទី5ផលិតផលកសិកម្មប្រជាជននៅតំបន់ជួរភ្នំ Andes ដាំដំណាំជាច្រើនប្រភេទដូចជាដំឡូងបារាំងកញ្ឆាចេកនិងគីនូអាទី6រ៉ែធាតុសម្បូរទៅដោយរ៉ែមាសនិងប្រាក់ហើយនៅប្រទេសឈីលីមានរ៉ែទុងដែងដ៏សម្បូរបែបប្រទេសបូឡាវីមានប្រភពរ៉ែលីជូមដ៏សំខាន់នៅតំបន់សាឡាឌីអ៊ុយយូនីទី7ទេសចរជាទីតាំងទេសចរដ៏ល្បីល្បាញដូចជាទីក្រុង Machu Picchu បឹងទីទីកាកាតំបន់ Patagonia នៅប្រទេសអាសង់ទីននិងឈីលីនិងទីតាំងដើរកម្សាន្តតាមព្រៃភ្នំជាច្រើនទៀតទី8ការឡើងភ្នំជួរភ្នំនេះទាក់ទាញអ្នកដែលចូលចិត្តឡើងភ្នំជាច្រើនអ្នកជាពិសេសនៅភ្នំ Aconcagua ដែលជាភ្នំខ្ពស់បំផុតនៅអាទីកូខាងលិចនិងស្ថិតនៅក្នុងតំបន់ជួរភ្នំ Andes ទី9វារីអគ្គិសនីបង្កើតថាមពលអគ្គិសនីដ៏សំខាន់សម្រាប់បណ្ដាប្រទេសនៅអាមេរិកខាងត្បូងទី10ភ្នំ Aconcagua ស្ថិតនៅព្រំដែនឈីលីអាសង់ទីនត្រូវបានគេស្គាល់ថាជាចំណុចខ្ពស់បំផុតរបស់ជួរភ្នំ Andes ភ្នំភ្លើង Ojos del Salado ដែលជាភ្នំភ្លើងខ្ពស់ជាងគេនៅលើពិភពលោកក៏ស្ថិតនៅក្នុងជួរភ្នំនេះដែរលើសពីនេះច្រើនជាង 99% នៃផ្ទាំងទឹកកកត្រូពិក Glacier ត្រូវបានគេប៉ាន់ស្មានថានៅលើកំពូលភ្នំនានារបស់ជួរភ្នំ Andes មិនត្រឹមតែប៉ុណ្ណោះទន្លេផ្សេងៗដែលជាប្រភពទឹករបស់ទន្លេ Amazon ក៏ហូរចាក់ពីជួរភ្នំនេះផងដែរបាទខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះអំពីវីដេអូនិយាយអំពីជួរភ្នំ Andes តើលោកអ្នកយល់យ៉ាងណាដែរចំពោះវីដេអូនេះបើពេញចិត្តវីដេអូនេះសូមជួយ like និងចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នកជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ